ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាមួយថ្ងៃរបស់ខ្ញុំនៅផ្សារអញ្ចឹងអ្នកទាំងអស់គ្នាចាខាងខ្ញុំមានលក់ត្រីងាត្រីឆ្អើរសាច់ក្រកអីអញ្ចឹងណាចាមានរសជាតិឆ្ងាញ់បន្ទាប់ពីខ្ញុំរៀបចំអវ៉ាន់រួចហើយគឺខ្ញុំត្រូវមើលត្រីតើត្រីណាគួរតែលាងចេញព្រោះត្រីខ្លះវាអាចនឹងស្អិតអញ្ចឹងណាចាខ្ញុំក៏ត្រឡប់មកវិញហើយក៏យើងរើសបាញ់ហើយគឺត្រីប្រាចាខ្ញុំលាងសម្អាតវាហើយតទៅលាងហើយគឺខ្ញុំយកទៅហាអញ្ចឹងណាមានត្រីដែលត្រូវលាងគឺត្រីប្រាផ្អែមហើយនឹងត្រីកថោអញ្ចឹងប៉ុន្តែថតបានតែត្រីប្រាផ្អែមទេហើយបន្ទាប់ពីខ្ញុំលាងហើយគឺខ្ញុំយកទៅចាក់ទឹកនឹងលូចាបន្ទាប់មកគឺខ្ញុំឆ្លៀតថតរូបខ្លួនឯងមកប៉ុសពីប៉ុសកុំប្រកាន់ទេអ្នកទាំងអស់គ្នាចាតមកគឺខ្ញុំចាប់ផ្ដើមឆុងជាមួយម៉ាឆាចាម៉ាឆាហ្នឹងអត់សូវមានពណ៌ទេរាងខ្មៅអញ្ចឹងណាពេលឆុងហើយនេះដាក់ម៉ាឆាហ្នឹងហើយតមកខ្ញុំចាក់ទឹកដោះគោហើយខ្ញុំជ្រើសរើសយកទឹកដោះគោ So Natural ពណ៌ហ្នឹងអញ្ចឹងណាគឺខ្ញុំក៏អត់ដឹងថាមើលតាមគេផ្សាយដែរគឺគេថាហ្នឹងវាតុបគីឡូអីអញ្ចឹងណាវាធ្វើឡើងគីឡូអញ្ចឹងវាមាន2អញ្ចឹងណាខ្ញុំយកជ្រើសរើសយកអាមួយហ្នឹងអញ្ចឹងណាចាបន្ទាប់ពីឆុងហើយនេះខ្ញុំស្រឡាញ់កែវហ្នឹងមែនតើអ្នកទាំងអស់គ្នាខ្ញុំបានកែវហ្នឹងគឺដោយសារខ្ញុំទិញថ្នាំនៅពេកហ្នឹងណាពេកឱសថស្ថានយើងហ្នឹងគឺបានហ្នឹងក៏ពេលហ្នឹងប៉ះប្រមូលសិនគេទេថ្ងៃក៏បានប៉ុន្តែខ្ញុំស្រឡាញ់មែនតើវាខ្ជូតទេវាទូចទេគួរឲ្យស្រឡាញ់អញ្ចឹងចាបន្ទាប់ពីផឹកហើយគឺខ្ញុំឆ្លៀតថតរូបខ្លួនឯងពីវាប៉ុសដាក់ទៅក៏ដាក់មើលលេងឯងដែរអញ្ចឹងណាចាហើយបន្ទាប់មកគឺខ្ញុំគ្របវាក៏ស្អាតទេខ្ជូតហ្មងណាវាងាយស្រួលហ្មងណាចាបន្ទាប់មកពេលថ្ងៃឡើងគឺខ្ញុំស្លអ្នកទាំងអស់គ្នាចាគឺខ្ញុំមានការស្លម្រះបន្ទាប់ឡើងថ្ងៃឡើងគឺខ្ញុំមើលវីដេអូមើល YouTube ហើយកំឡុងពេលខ្ញុំមើល YouTube ហ្នឹងគឺខ្ញុំឆុងតែអ្នកទាំងអស់គ្នាហ្នឹងហើយចាវីដេអូខ្ញុំមានតែប៉ុណ្ណេះដែរសូមអរគុណច្រើនអ្នកទាំងអស់គ្នា